សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងអប់រំខ្លីមួយដើម្បីយកមកបង្ហាញអ្នកទាំងអស់គ្នាដើម្បីយកជីវិតពិសោធន៍ហើយសាច់រឿងនេះដែរគឺជាសាច់រឿងជីវិតពិតដែលនាងខ្ញុំធ្លាប់បានជួបប្រទះផ្ទាល់ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងមែនទែនដែលនាងខ្ញុំបានឃើញមិត្តភ័ក្តិរបស់ខ្ញុំទាំងពីរនាក់គាត់ដឹងកំហុសនិងខ្លាចជាមនុស្សល្អនិងយកពីតម្លៃនៃការសម្រេចបេក្ខថ្ងៃមួយនាងខ្ញុំបានដើរទៅសាលាជាមួយគាត់ទៅទាំង3នាក់ហើយថ្ងៃនោះមេកំពុងតែឃ្លានាងខ្ញុំទាំង3នាក់បានដើរជិះដល់សាលាពុទ្ធភ័ក្តិរបស់ខ្ញុំទាំងពីរនោះគាត់បានញ៉ាំនៅកូកាមួយកំប៉ុងហើយគាត់បានបោះចាអោនៅកូកាទៅលើដីពេលនោះស្របពេលនោះដែរលោកគ្រូកំពុងតែដាក់វិន័យថាសិស្សទាំងអស់ត្រូវតែអនាម័យបរិស្ថានសាលានាងខ្ញុំខ្លាចមិត្តភ័ក្តិរបស់ខ្ញុំទៅគ្រូទោសនាងខ្ញុំក៏ទៅរើសឲ្យគាត់ជួនថ្ងៃនោះដែរដោយសារតែលោកគ្រូអត់រៀនមិត្តភ័ក្តិរបស់ខ្ញុំហើយបានទៅជ្រកនៅក្រោមតក់មួយហើយពេលនោះខ្ញុំមានអារម្មណ៍ថាកំពុងតែឃ្លានមែនតែខ្ញុំមានថាវិការសម្រាប់ទិញហូបឲ្យគាត់ហើយក៏ខ្ញុំអត់ហ៊ានសុំគាត់ដែរដោយសារតែខ្ញុំអ្នកក្រអញ្ចឹងខ្ញុំអត់ហ៊ានសុំគាត់ទេកំពុងតែហូបហ្នឹងគឺគាត់បានចោលសម្រាប់មកលើខ្ញុំទៀតហើយខ្ញុំមិនខឹងគាត់ទេប៉ុន្តែខ្ញុំបានលើសម្រាប់ឲ្យគាត់ហើយគិតថាគាត់ជាមិត្តភ័ក្តិរបស់ខ្ញុំហើយគាត់ក៏ជាអ្នកជិតខាងរបស់ខ្ញុំដែរមួយថ្ងៃក្រោយមកនាងខ្ញុំទាំង3នាក់នៅតែបន្តការដើរទៅសាលាសិក្សាទាំងអស់គ្នាហើយថ្ងៃនោះដែរមេឃក៏នៅតែបន្តការធាក់ភ្លៀងមករហូតហើយគាត់2នាក់គាត់មានឆាតប៉ុន្តែខ្ញុំអត់មានឆាតទេប៉ុន្តែខ្ញុំនៅតែបន្តដើរពីក្រោយគាត់រហូតព្រោះខ្ញុំអត់ហ៊ានសុំជាប់មួយគាត់ទេព្រោះខ្ញុំអ្នកក្រហើយជួនថ្ងៃនេះដែរគឺជាថ្ងៃដែលគ្រូទៅពិលុកហើយថ្ងៃនេះដែរលោកគ្រូបានដាក់មេរៀនសារមួយតាក់ទងទៅនឹងការស្បាយបរិស្ថានឲ្យពួកខ្ញុំឆ្លើយនៅធ្វើនៅស្រួលហ្នឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងមានសំណួរឲ្យបងប្អូនធ្វើដូចម្តេចទៅដែលហៅថាបរិស្ថានតើបរិស្ថានដល់ផលប្រយោជន៍ឲ្យយើងអ្វីខ្លះហើយក៏លំបាកឲ្យយើងអ្វីខ្លះចូលបងប្អូនសរសេរហើយយកឲ្យគ្រូដាក់បន្ទុកបន្ទាប់មកនេះខ្ញុំបានធ្វើឲ្យមុនគេខ្ញុំក៏បានដាក់វិញ្ញាសានៅតុដោយមិនបានឲ្យគ្រូពិនិត្យមើលទេគឺសូមលោកគ្រូទៅខាងក្រៅមួយផ្លែតមួយដែលធ្វើឲ្យខ្ញុំហួសចិត្តមែនទែនគឺខ្ញុំនឹកស្មានម្ដងថាមិត្តភ័ក្តិរបស់ខ្ញុំគាត់បានយកក៏ដាក់វិញ្ញាសាដែលខ្ញុំបានធ្វើហើយយកទៅចម្លងហើយគាត់មិនថែមទាំងចម្លងទេគឺគាត់បានគង់នៅលើក្រដាសខ្ញុំធ្វើឲ្យខូចទៀតពេលនោះខ្ញុំបានយកទៅឲ្យលោកគ្រូពិនិត្យមើលដាក់បន្ទូលោកគ្រូបានស្ដីបន្ទោសឲ្យខ្ញុំហើយក៏បានស្ដីបន្ទោសឲ្យគាត់ទាំងពីរនាក់នោះដែរគ្រូក៏បានបន្ទោសគាត់ទាំងពីរនាក់រហូតដល់គាត់ទាំងពីរនាក់មានអារម្មណ៍ថាភ្ញាក់ខ្លួនរឿងមួយដែលខ្ញុំនឹកស្មានអត់ដល់ទេគឺពេលនោះខ្ញុំចេញពីថ្នាក់ទៅខ្ញុំក៏បានទៅរើសម្រាប់នោះថ្នាក់ហើយមិត្តភក្តិខ្ញុំ2នាក់ក៏គាត់បានចេញទៅដែរគាត់នៅឈរចំពីមុខខ្ញុំតែម្ដងខ្ញុំពេលនោះខ្ញុំមានអារម្មណ៍ថាអូយភ័យមែនតើខ្ញុំគិតថាគាត់ប្រហែលជាខឹងគ្រូហើយរត់វាយខ្ញុំហើយមែនទៅប៉ុន្តែអត់ទេគាត់បែរជាមកសុំទោសខ្ញុំវិញហើយក៏បាននិយាយថាឲ្យខ្ញុំសុំទោសមិត្តភក្តិពេលនេះខ្ញុំមានអារម្មណ៍ថាធ្វើវិធីមែនតើតែបានលើមិត្តភក្តិខ្ញុំគាត់និយាយពីមកថាឲ្យខ្ញុំសុំទោសមិត្តភក្តិហើយមិត្តភក្តិមានចាំមេកាលមុនខ្ញុំបានបោះចោលសបកកែវហើយនឹងបានបោះចោលសបកដបទៅលើក្បាលមិត្តភក្តិទៀតតែមិត្តភក្តិដែលខំខ្ញុំសោះខ្ញុំពិតជាមានអារម្មណ៍ថាខុសមែនតើដែលបានធ្វើទង្វើនេះទៅដាក់មិត្តភក្តិនៅពេលនេះខ្ញុំមានអារម្មណ៍ថាក្តុកដួលមែនតើស្ទើរតែស្រក់ទឹកភ្នែកមកហើយលឺមិត្តភក្តិខ្ញុំគាត់និយាយពីបែបហ្នឹងហើយខ្ញុំក៏សប្បាយចិត្តដែលមិត្តភក្តិខ្ញុំយកពីតម្លៃនៃការស្រឡាញ់របស់ខ្ញុំហើយពេលនោះមិត្តភក្តិខ្ញុំក៏បានរត់មកអោបខ្ញុំហើយខ្ញុំក៏បានទៅអោបគាត់ដោយក្តីស្រឡាញ់ហើយពេលនោះពួកយើងទាំងអស់គ្នាក៏បានទៅរើសម្រាមទាំងអស់គ្នាពុំពេញទៅដោយក្តីស្រឡាញ់និងរីករាយ
យល់ពីតម្លៃនៃការសម្អាតបរិស្ថានហើយចុងក្រោយនេះខ្ញុំសូមជូនវីដេអូនេះទៅអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមសម្អាតបរិស្ថានទាំងអស់មិនថានៅផ្ទះសាលារៀនសហគមន៍ឬក៏នៅទីណាក៏ដោយយើងចូលរួមទាំងអស់គ្នាដើម្បីសម្អាតនៅបរិស្ថានដើម្បីឲ្យប្រទេសជាតិយើងមានសោភ័ណភាពស្អាតនិងមានសេចក្តីថ្លៃថ្នូរចុងក្រោយនេះខ្ញុំសូមអរគុណសូមជម្រាបលាបាយបាយ